ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់គោលដៅស្រុកបន្ទាយស្រីដើម្បីដោះស្រាយក្តីកង្វល់ប្រជាពលរដ្ឋនៅថ្ងៃទី15ខែមករាឆ្នាំ2026ក្រុមប្រឹក្សាខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់សម្រាប់គោលដៅស្រុកបន្ទាយស្រីក្រមអធិបតីភាពឯកឧត្តមតៅកឹមសៀនសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តដោយមានការចូលរួមពីឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធជាច្រើនរូបឯកឧត្តមតៅកឹមសៀនមានប្រសាសន៍ថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីអាចបញ្ចេញមតិយោបល់និងសំណូមពរដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្តនិងអ្នកពាក់ព័ន្ធជំវិញក្តីកង្វល់បញ្ហាប្រឈមសំណូមពរនិងតម្រូវការនានាក្នុងមូលដ្ឋានដើម្បីឲ្យអ្នកពាក់ព័ន្ធធ្វើការពិនិត្យឆ្លើយតបនិងដោះស្រាយនិងរកដំណោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលាឯកឧត្តមបន្តថាវេទិកានេះពេលនេះជាការបើកចំហក្នុងការទទួលយកមតិយោបល់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដែលជាអាទិភាពគន្លឹះរបស់ខេត្តវេទិកានេះពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងគោលដៅធានាឲ្យមានការអនុវត្តនូវគោលការណ៍នៃអភិបាលកិច្ចល្អនិងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរបានដឹងឮនិងរកដំណោះស្រាយជូនបងប្អូនលោករ៉េនឡូនអភិបាលស្រុកបន្ទាយស្រីបានលើកឡើងថាវេទិកានេះដែរក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋបង្ហាញពីភាពអសកម្មក្នុងមូលដ្ឋានលើគ្រប់ផ្នែកទាំងអស់សម្រាប់អាជ្ញាធរនិងមន្ត្រីជំនាញធ្វើការពិនិត្យកែលម្អនិងក្នុងនៃជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានជាពិសេសការបម្រើសេវាសាធារណៈឲ្យកាន់តែប្រសើរឡើងក្នុងន័យនេះលោកបានស្នើដល់បងប្អូនប្រជាពលរដ្ឋលើកឡើងពីក្តីកង្វល់បញ្ហាប្រឈមសំណូមពរនិងតម្រូវការនានាក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីឲ្យមន្ត្រីជំនាញបកស្រាយជូនសូមជម្រាបថាវេទិកានាពេលនេះក្រុមការងារបានទទួលក្តីកង្វល់សំណូមពររបស់ប្រជាពលរដ្ឋចំនួន3រួមមានការជួសជុលអណ្ដូងទឹកមួយកន្លែងក្នុងឃុំខ្នាតសណ្ដាយស្នើសុំសាងសង់របងសាលានិងបញ្ហាគ្រូបង្រៀនក្រៅម៉ោងចំពោះសំណួរសំណូមពរទាំង3ត្រូវបានមន្ត្រីជំនាញឆ្លើយបំភ្លឺនិងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗផងដែរ